ta net lop super line để thế hai mươi ban chỉ mobile legend miền trung green nâng cao lấy sơ đôi chỉ honor king lên để chọn bị chân robot Tencent hỏi ta bắt chỉ miền ở vậy nó bị gọi kết phong pring ở thông mới này đã cái này vậy thế Tencent ban tin công phone muốn thốn ngày nàyยืน chỗ là trong robot ta bị khiết người ta này bắt này cái phong pringจะthông mới là trong cái khung kèmទូรศัพท์ក្រុមហ៊ុនមុនធូនធ្វើបានបង្កើតនៅប្រទេសចិននៅក្នុងឆ្នាំ2019ហើយបានចាប់ផ្ដើមល្បីនៅក្នុងឆ្នាំ2016ជាមួយហ្គេម Mobile Legends ដែរក្នុងរយៈពេលតែប្រហែលខែហ្គេមនេះក្លាយជាហ្គេមល្បីហើយរៀបដល់នៅអាស៊ីអាគ្នេយ៍ពីប្រទេសឥណ្ឌូនេស៊ីរហូតដល់ហ្វីលីពីននិងកម្ពុជារបស់យើងផងដែរប៉ុន្តែភាពស្រដៀងជាមួយនឹង League of Legends បាននាំឲ្យ Riot Games ដែលជាក្រុមហ៊ុនរបស់ Tencent ដាក់បទនឹងចោទប្រកាន់មុនធូនបានជួយយកគំនិតបំរចនាបទហ្គេមជាផ្នែកមួយនៃប្រវត្តិដ៏ចម្លែកនេះនៅឆ្នាំ2021ក្រុមហ៊ុន Tencent បានសម្រេចទិញមុនធូនតម្លៃប្រហែលជា$900 លានតាមរយៈសាខា River Infinite ក្រោយពីការទិញនេះ Mobile Legends មិនបានបាត់នោះទេវាត្រូវបានគេដឹកនាំជាបន្តបន្ទាប់ជាមួយនឹងវិនិយោគធំៗជាមួយ e-sport animation ទៅដល់ brand partner ដូចជា Transformer និង Starlight ក្រុមមុនធូននៅតែបន្តដំណើរដល់ឯករាជ្យតែ Tencent មានអំណាចសំខាន់ទៅលើផ្នែកហិរញ្ញវត្ថុនិងទិសដៅវិទ្យាកម្មបញ្ញាចៃបានថា Mobile Legends កំពុងស្ថិតនៅក្រោមលោកអធិបុលរបស់ Tencent ភាគខ្លាំងនៃការទិញរបស់ Tencent មុនធូនទទួលបានធនធាននិងបច្ចេកវិទ្យាថ្មីៗការលើកស្ទួយ e-sport ឲ្យកាន់តែធំនិងមានស្តង់ដារអន្តរជាតិទីផ្សារស៊ីហ្គេមកាន់តែមានស្ថិរភាពនិងការគ្រប់គ្រងពីអ្នកលេងជាច្រើនតែពេលខ្សោយវិញមុនធូនបាត់បង់ការផ្នែកប្រឌិតរបស់ខ្លួនឯងការគ្រប់គ្រងរឿងសហគមន៍អាចកាន់រឹងជាងមុនហ្គេមអាចខ្លាចទៅជាផ្នែកមួយនៃយុទ្ធសាស្ត្រធំរបស់ Tencent ជាបន្តបន្ទាប់មកពីធៀបជាមួយ Honor of King របស់ Tencent ខ្លួនឯង Mobile Legends មានភាពសមស្របសម្រាប់អ្នកលេងជាសាមញ្ញមានល្បឿនរញ៉េងនិងស្ទាយបែបអន្តរជាតិខណៈពេលដែល Honor of King មានគុណភាព graphic ខ្ពស់និងគោលបំណងជាការប្រកួត e-sport អន្តរជាតិជាក់ស្ដែងការទិញនេះមិនមែនជាការបាត់បង់សម្រាប់អ្នកលេងទេប៉ុន្តែជាជំហានបង្ហាញថា Tencent ចង់កាន់កាប់ទីផ្សារ MOBA របស់ទូរស័ព្ទទាំងចុងក្រោយនេះការទិញរបស់ Tencent មិនមែនគ្រាន់ជាកិច្ចសន្យាព្រមព្រៀងអាជីវកម្មនោះទេតែជាការប្រូទិសដៅនៃពិភព MOBA ទូរស័ព្ទទាំងមូលតើអ្នកគិតចំណានេះជាជំហានដ៏ឆ្លាតវៃរបស់ Tencent ឬក៏ជាចំណុចចាប់ផ្ដើមនៃការរលាយភាពច្នៃប្រឌិតក្នុងឧស្សាហកម្មហ្គេមសូមបញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមវីដេអូហើយកុំភ្លេច like និង subscribe ដើម្បីទទួលបាននូវការវិភាគនិងព័ត៌មានថ្មីៗនៅក្នុងវីដេអូហ្គេម